ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះផងដែរយើងនាំគ្នាមកតាមដានទស្សនាសាច់រឿង One Piece អេពីសូតទី1145និង1146ទាំងអស់គ្នាហើយការវិភាគមុនយើងក៏បានឃើញផងដែរថាតា5នាក់ឬក៏ Fire Eater ហ្នឹងបាននាំគ្នាបើកការវាយប្រហារយ៉ាងសាហាវព្រៃផ្សៃមកលើ Luffy អញ្ចឹងដើម្បីថា Luffy អាចទប់ទល់ជាមួយនឹងតា5នាក់ហ្នឹងបានអត់សូមអ្នកទាំងអស់គ្នាមកតាមដានទស្សនានៅសាច់រឿង One Piece ទាំងអស់គ្នាតែមុននឹងចូលទៅដល់វីដេអូមិនភ្លេចនោះទេគឺសូមអ្នកទាំងអស់គ្នាជួយ Subscribe ក៏ដូចជាចុច Like មេដៃមេជើងម្នាក់មួយច្រើននោះបាទតទៅភាគមុនយើងបានឃើញថាយ៉ាដូរីជាមួយនឹងយ៉ាប្រូគីបាននាំគ្នាទៅកាប់តាតកោនោះដាច់ខ្លួនជា2ដើម្បីរំដោះ Luffy ចេញមកក្រៅវិញហើយទោះជាពួកគេបែកគ្នា2ឆ្នាំក៏ពិតមែនតែ Luffy អត់ទាន់ភ្លេចយ៉ាដូរីជាមួយនឹងយ៉ាប្រូគីឡើយជាងនេះទៅទៀតអាតាមួយដែលមានថាពលជាហង្សភ្លើងកំពុងតែស្វែងរកអីមួយយ៉ាងក៏ឡែកមកមើលខាងសូរ៉ូនេះវិញជីនបេបានទៅជួបប្រទះជាមួយនឹងសូរ៉ូហើយក៏បានសួរសូរ៉ូផងដែរថាហើយចុះហែងយូរហើយមិនទៅសូរ៉ូក៏បានតបទៅកាន់ជីនបេវិញផងដែរថាហើយក៏ទៅមិនបើអាលូស៊ីនៅឈរអណ្ដាលហ្នឹងតងាកមកកាន់លូស៊ីនៅឈរមែនគ្នាយើងទោះបីជាសូរ៉ូកាប់ចង់ដាច់ខ្លួនយ៉ាងណាក៏នៅតែឈរអាប៉ែហ្នឹងខ្លាំងមែនតែដោយសារតែមានពេលច្រើនតទៅទៀតជីនបេក៏បានចាប់សូរ៉ូជាប់ហើយក៏បាននិយាយឡើងថាហើយឈ្នះហើយមិនចាំវាយទៀតទេព្រោះយើងដល់ម៉ោងហើយអាចវាយតទៅទៀតបានឡើយហើយជីនបេក៏បានប្រើកណ្ដាប់ដៃការ៉ាតេ Fishman វាយពងវាងដានលូស៊ីហើយក៏នាំសូរ៉ូរត់គេចបាត់ទៅគ្រាន់តែសូរ៉ូជាមួយនឹងជីនបេចាក់ចេញទៅមិនបានប្រមាណផងអាតាហងភ្លើងក៏បានធ្វើដំណើរមកដល់កន្លែងហ្នឹងផងដែរហើយក៏បានជួបជាមួយនឹងលូស៊ីហើយអាតាហងភ្លើងហ្នឹងក៏បានសួរទៅកាន់លូស៊ីផងដែរថាឯណាព័ត៌មានដែលយើងឲ្យឯងស្វែងរកឆាប់ប្រាប់យើងឥឡូវមកតនយើងនៅទុកជីវិតឯងហើយលូស៊ីក៏បានតបនឹងអាតាហងភ្លើងនឹងវិញទៅថាព័ត៌មានហ្នឹងចង់បានទៅរកនៅអាគារ A ហើយអាតាហងភ្លើងក៏បានធ្វើដំណើរទៅកាន់អាគារ A នឹងបាត់ទៅកន្លែងមកមើលខាងក្រុមយ៉ាដូរីយ៉ាប្រូគីជាមួយនឹងលូហ្វីនេះវិញយើងឃើញថាតាសាថនជាមួយនឹងអាតាជ្រូកព្រៃបានងើបឡើងមកវិញហើយលូហ្វីក៏បានសួរទៅកាន់យ៉ាទាំងពីរផងដែរតើគ្នាក៏ទាំងអស់ឥឡូវនៅកន្លែងណាហើយយ៉ាដូរីក៏បានឆ្លើយប្រាប់ផងដែរថាគ្នារបស់ពួកគាត់គឺនៅកន្លែងតាមនេះមើលខ្លួនឯងហើយយ៉ាដូរីក៏បានធ្វើតាមផែនការគាត់ក៏បានផ្លុំត្រែមួយដើម្បីបញ្ជាក់សញ្ញាថាពួកគេគឺត្រៀមខ្លួននឹងចាក់ចេញពីកោះនេះហើយអាតាជ្រូកព្រៃក៏មកចាញ់ចិត្តក៏បានបូមខ្យល់ចូលចំោះចិត្តមកតោហើយក៏ស្រែកមកវិញយ៉ាងស្អុយមាត់ដាក់ទៅកាន់ក្រុងរបស់លូហ្វីផងដែរតែការស្រែករបស់អាតាជ្រូកព្រៃហ្នឹងមិនធម្មតាណាគ្នាយើងស្រែកមកកម្លាំងសិតតែអាម៉ាមែនហាគីពេញណាពេញណីអូច្រឡំអាម៉ាមែនហាគីកុងក្រឺហាគីដោយសារតែមាត់របស់អាតាជ្រូកព្រៃហ្នឹងស្អុយខ្លាំងពេកធ្វើឲ្យលូហ្វីរបូតភ្នែករបូតចំោះរបូតសំបីស្នាមរបួសទៅអស់អាលីងតែចេះសំណាងហើយដែលយ៉ាដូរីបានចាប់អាស្នាមរបួសនឹងជាប់ហើយលូហ្វីក៏យកមកបិទយកខ្លួនវិញទៅវាមិនដែលថាធ្វើមើលខ្លួនឯងដេកអត់ទេក្រោយមកទៀតអាតាជ្រូកព្រៃក៏ចង់ហក់មកចាក់ពួកគេតែកម្លាំងរបស់អាតាជ្រូកព្រៃអត់ឈ្នះយ៉ាដូរីជាមួយនឹងយ៉ាប្រូគីឡើយជាងនេះទៅទៀតអាតាសាថនក៏ចង់បាញ់ពឹសមកដាក់ពួកគេតែត្រូវបានលូហ្វីប្រេកដៃឡើងប៉ុណ្ណាណែទៅចាប់បានដើមដូងមួយហើយបន្តមកទៀតលូហ្វីក៏បានយកដើមដូងនោះមកឆ្នៃចេញជាដបងបេសបលមួយហើយក៏បានវាយគ្រាប់ពឹសទាំងអស់នោះទៅកាន់អាតាសាថនជាមួយនឹងអាតាជ្រូកព្រៃវិញអាហ្នឹងគេហៅថាក្បិតចិត្តដងឯងគ្នាយើងឃើញតែមានឱកាសល្អហើយពួកគេក៏នាំគ្នារត់រលែកមកមើលខាងអ៊ូសបជាមួយនឹងណាមីនេះវិញពួកគេកំពុងតែនាំគ្នាអូសទូកហើយអ៊ូសបបណ្ដោះវិញឃើញប្រឹងជាងគេតែអត់ជួយអូសគេទេរីឯជីនបេវិញដែលសារតែហោះយឺតពេកសូរ៉ូក៏បានស្ដីឲ្យថាយឺតដល់ហើយកុំឲ្យចាញ់ចិត្តជីនបេក៏ឈប់ហោះហើយលេងបុករះរត់ 10000 គីឡូម៉ែត្រក្នុង1ម៉ោងតែម្ដងថ្ងៃអាតាហងភ្លើងវិញឃើញថាបានទៅដល់អាគារ A ហ្នឹងហើយហើយនៅរំពេចនោះផងដែរអាមនុស្សយន្តដែលបានដេកលក់800ឆ្នាំជាងហ្នឹងក៏បានក្រោកមកវិញហើយយើងឃើញថាមនុស្សយន្តហ្នឹងមិនមែនទូចទេណាគ្នាយើងឡើងប៉ុនណាណៃគ្រាន់តែមនុស្សយន្តនឹងងើបមកភ្លាមមនុស្សយន្តនឹងបានដើរពេញកោះហ្នឹងជាងនេះទៅទៀតមនុស្សយន្តទៅងើបមកវិញហ្នឹងក៏បាននិយាយផងដែរថាសុំទោសផងចយបយហើយអត់ដឹងថាគាត់សុំទោសចយបយរឿងអីទេគ្នាយើងរលែកមកមើលខាងមនុស្សយន្ត PC Star នេះវិញត្រូវបានអាតាសេះពាក់កណ្ដាលមនុស្សពាក់កណ្ដាលនោះកាប់ដេកពេញណាពេញណីហើយរីអាតាហងភ្លើងវិញកំពុងតែស្វែងរកអ្វីដែលគាត់ចង់រកតែដឹងគាត់រកអីទេក៏រលែកមកកាន់ខាងក្រុមរបស់ Luffy នេះវិញដោយសារតែពួកគេរត់បែបនេះអាតាតកោក៏បានចេញមកវិញហើយក៏ស្រុកខ្យល់ចូលពោះលើទៅស៊ឺដោយម៉ាស៊ីនបូមសារ៉ាមអញ្ចឹងតែលូហ្វីក៏បានទាញដៃរបស់យ៉ាដូរីក៏បានបុករះទៅឆ្វឹងទៅចាប់បានអាគារមួយទាត់បដាច់ជា2ហើយអាគារហ្នឹងផងដែរមិនមែនតូចទេណាគ្នាយើងប៉ុណ្ណាណីឃើញថាអាតាហ្នឹងហេវខ្លាំងពេកលូហ្វីក៏បានបោះអាគារហ្នឹងចូលទៅក្នុងមាត់របស់អាតាតកោហ្នឹងម៉ាំងឡើងពីក្បាលមកក្រោយមកទៀតលូហ្វីក៏បានទៅទុំលើស្មារបស់យ៉ាដូរីវិញ
តែយើងក៏បានឃើញផងដែរថា Luffy នៅពេលនេះគឺអស់ energy ហើយនៅពេលនេះ Luffy គឺត្រូវការអាហារដើម្បីញ៉ាំបង្កើន energy ត្រឡប់មកវិញតែចេះសំណាងវិញដោយសារតែយៈប្រគីនឹងបានយកអាហារមកតាមខ្លួនតែគាត់ហុចឲ្យញ៉ាំនេះដឹងស្អីនេះសយងោយៈប្រគីក៏បានប្រាប់ទៅកាន់ Luffy ផងដែរថាញ៉ាំអានឹងទៅដើម្បីកម្លាំងខ្លាំងក្លាបញ្ញាវាងវៃមាន energy ឆាប់បានវាយវិញគ្រាន់តែញ៉ាំពឹប Luffy ក៏ស្ដាប់មានកម្លាំងព្រឹសតែម្ដងហើយក៏បានថាផងដែរអានេះស្អុយមែនណាតែញ៉ាំហើយកម្លាំងខ្លាំងហ្មងក្រោយមកទៀតដោយសារតែឃើញអាតាជ្រូកព្រៃនឹងដេញពួកគេពីក្រោយ Luffy ក៏បានប្រើនៅ Gear 3បំពង់ដៃប្រប៉ុណ្ណាណីហើយក៏ហក់តែខកក្បាលអាតាជ្រូកព្រៃមកកញ្ញោឃ្លុះតែមានអាតាជ្រូកព្រៃនឹងអ្នកឈឺណាស់គ្នាយើងចង់បាក់ដៃខ្លួនឯងវិញបរោយនៅពេលនោះយើងក៏បានដឹងផងដែរថាក្បាលរបស់អាតាជ្រូកព្រៃនឹងគឺរឹងយកតែមែនតើរីឯក្រុមរបស់ណាមីនិងអូសពឯនេះវិញកំពុងតែជួបបញ្ហាធំហើយដែលសារតែអាតាសាថននឹងបានធ្វើដំណើរមករកពួកគេហើយអ្នកដែលជួបគ្រោះថ្នាក់កាន់តែខ្លាំងយ៉ាងនេះទៀតនោះគឺក្រុមរបស់បូនីដែលសារតែអាតាសេះឆ្អឹង skeleton ស្អីហ្នឹងបានមករកពួកគេហើយជាងនេះទៅទៀតអាតាហងភ្លើងនោះក៏បានស្វែងរកទៅឃើញអីមួយយ៉ាងនៅក្នុងទូទឹកកកមើលទៅប្រហែលជាតួអង្គមួយទៀតគ្នាយើងតែដឹងថាជានរណាគេឡើយយ៉ាងហើយដើម្បីដឹងថាសាច់រឿង One Piece តទៅមុខយ៉ាងម៉េចទៀតសូមអ្នកទាំងអស់គ្នារងចាំតាមដានទស្សនានៅភាពបន្តទាំងអស់គ្នាហើយប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចចុច Subscribe ម្នាក់មួយផងបាទអរគុណសម្រាប់ការលើកទឹកចិត្តនិងការទស្សនាសូមអរគុណ Thank you so much គ្នាយើង